បើយើងមានធាតុជាមនុស្សល្អហើយយើងអត់ចាំបាច់ទៅអង្គុយនិយាយប្រាប់គេថាយើងជាមនុស្សល្អរបៀបនេះហ្នឹងមិនបាច់ទាមទារចង់ឲ្យគេដឹងហើយហើយចំណែកនៃអំពើល្អរបស់យើងដែលយើងបានធ្វើហ្នឹងគឺវានឹងបង្ហាញឲ្យអ្នកដទៃឃើញតាមរយៈអ្វីដែលយើងបានធ្វើហ្នឹងមកចឹងនៅក្នុងជីវិតយើងនៅប្រចាំថ្ងៃពេលខ្លះទៅយើងចេះតែចង់បង្ហាញអារឿងដែលយើងបានធ្វើល្អហ្នឹងទៅអ្នកដទៃឲ្យគេឃើញថាយើងបានធ្វើល្អឲ្យគេឃើញថាយើងនឹងជាមនុស្សដែលល្អគួរទុកចិត្តបានអញ្ចឹងអាពេលដែលយើងបង្ហាញប្រាប់គេអាពេលដែលយើងចង់ឲ្យគេដឹងអាពេលដែលយើងចង់ឲ្យគេគិតថាយើងជាមនុស្សល្អហ្នឹងឯងដែលមនុស្សនៅគ្រប់គ្នាគិតថាយើងជាមនុស្សអត់ល្អហើយគេគិតថាយើងសម្ដែងប៉ុន្តែបើយើងមានធាតុជាមនុស្សល្អពិតប្រាកដអាការធ្វើល្អរបស់យើងគឺយើងអត់ចាំបាច់ចង់ឲ្យគេដឹងថាយើងធ្វើល្អឬក៏មិនធ្វើល្អទេព្រោះអ្វីដែលយើងបានធ្វើហ្នឹងគឺវាជាធាតុនៃមនុស្សល្អត្រូវធ្វើហ្មងហើយជីវិតយើងនៅប្រចាំថ្ងៃអត់ចាំបាច់ឲ្យគេដឹងឬក៏គេមិនដឹងទេបើសិនជាយើងមានធាតុជាមនុស្សល្អពិតប្រាកដមិនយូរមិនឆាប់គង់គេឃើញគាត់ថាឥឡូវនេះគេមិនតាន់ឃើញអញ្ចឹងទៅតែអាចថាយូរបន្តិចទៀតទៅគេនឹងឃើញអំពីអាតម្លៃនៃអំពើល្អដែលយើងបានធ្វើហ្នឹងហើយពាក្យចាស់តែងតពោលថាបើយើងធ្វើល្អកុំសម្ដែងណាបើសិនជាយើងចេះតែសម្ដែងអ្វីដែលយើងបានធ្វើល្អហើយអញចង់ឲ្យគេដឹងចេះចង់ឲ្យគេដឹងចុះអញ្ចឹងវាមិនបានអផលល្អតបត្រឡប់មកវិញជួនកាលគេអាចតែរិះគន់គេអាចថាឲ្យឬមួយក៏គេយកអាចំណុចដែលយើងយកទៅនិយាយប្រាប់គេហ្នឹងគេគិតថាយើងជាមនុស្សដែលសម្ដែងឬក៏ទាមទារយកចំណាប់អារម្មណ៍វិញប៉ុន្តែយើងត្រូវយល់ថាអ្វីដែលយើងបានធ្វើដែលជាអំពើល្អហ្នឹងវាអត់ចាំបាច់ត្រូវឲ្យនរណាដឹងឬក៏នរណាមិនដឹងទេគឺសំខាន់ឲ្យតែយើងខ្លួនឯងដឹងថាអ្វីដែលយើងធ្វើហ្នឹងគឺមានប្រយោជន៍សម្រាប់មនុស្សទៅវាគ្រប់គ្រាន់សម្រាប់យើងហើយដូចជានៅក្នុងជីវិតយើងរស់នៅប្រចាំថ្ងៃដែលយើងរស់នៅអញ្ចឹងអត់ចាំបាច់អ្នកដទៃគេឲ្យតម្លៃយើងថាយើងជាមនុស្សល្អអញ្ចឹងល្អអញ្ចឹងតែសំខាន់យើងមានតម្លៃមួយសម្រាប់ឲ្យខ្លួនឯងហើយយើងអត់ចាំបាច់ទៅឲ្យគេដឹងថាយើងជាមនុស្សល្អប្រភេទនេះប្រភេទនោះទេព្រោះតម្លៃនៃមនុស្សល្អគឺវាស្ថិតនៅលើអំពើល្អដែលមនុស្សម្នាក់នឹងធ្វើតែម្ដងមិនចាំបាច់តើគេឲ្យបានមានតម្លៃអញ្ចឹងបាននៅក្នុងជីវិតយើងនៅប្រចាំថ្ងៃវាទាមទារណាដែលឲ្យយើងនឹងរៀនគិតរៀនធ្វើរៀនស្វែងយល់ឲ្យបានស៊ីជម្រៅព្រោះអំពើល្អនេះបើសិនបើយើងធ្វើដោយក្នុងន័យតែយើងចង់បានអីមកវិញពេលដែលយើងធ្វើទៅអាចនាំឲ្យយើងកើតទុក្ខព្រោះពេលដែលយើងធ្វើគឺយើងសង្ឃឹមផលអីផលគេសរសើរយើងតែដល់ទៅពេលគេមិនសរសើរគេរិះគន់បែរជាយើងឈប់ធ្វើអំពើល្អព្រោះពាក្យសម្ដីរិះគន់ហ្នឹងអញ្ចឹងយើងត្រូវត្រៀមចិត្តត្រៀមកាយយើងត្រូវមើលថាអ្វីដែលយើងធ្វើពេលបច្ចុប្បន្នហ្នឹងគឺធ្វើដើម្បីអីគឺយើងធ្វើដើម្បីប្រយោជន៍ធ្វើដើម្បីមានការរីកចម្រើននៅកន្លែងហ្នឹងបើយើងតាំងចិត្តតែយើងទៅជួយគេបើសិនជាគេមិនយកនៅអ្វីដែលជាការជួយរបស់យើងវាមិនមែនយើងអ្នកខាតទេអញ្ចឹងបើសិនបើយើងអត់បានត្រៀមចិត្តយើងអត់បានត្រៀមកាយទេយើងទៅដល់យើងទៅជួយប៉ុន្តែយើងសង្ឃឹមផលចង់ឲ្យគេដឹងអញត្រឡប់មកវិញចង់ឲ្យគេសរសើរថាអញជាមនុស្សល្អដល់ទៅពេលគេមិនសរសើរវានាំឲ្យយើងកើតទុក្ខអានេះជាបុណ្យសង្ឃឹមផលហើយអាបុណ្យសង្ឃឹមផលហ្នឹងឯងមនុស្សគ្រប់គ្នារាល់ថ្ងៃចេះកើតទុក្ខគិតតែខ្លួនឯងធ្វើបុណ្យហើយហេតុអីបាននៅតែមិនបានសេចក្តីសុខអញ្ចឹងហេតុអីបានខ្លួនឯងធ្វើអំពើល្អហើយហេតុអីបាននៅគេរិះគន់យើងអត់ស្វែងយល់ថាអាពេលដែលយើងធ្វើល្អហ្នឹងវាថាជាបុណ្យទេប៉ុន្តែដល់ទៅពេលយើងបន្ទោសយើងយកបុណ្យហ្នឹងយើងយកមកលោកឡំយើងយកបន្ទោសថាបុណ្យហ្នឹងហ
តអីមិនធ្វើឲ្យអត់បានល្អការពិតទៅវាជាចំណែកមួយដែលយើងអត់យល់ខ្លួនឯងចំណែកនៃអំពើល្អដែលយើងបានធ្វើគឺវាបានល្អហើយវាអត់មានប្រែคล้ายទៅជារឿងអាក្រក់ទេប៉ុន្តែអផលដែលជាអកុសលវាឲ្យមកនេះវាជាចំណែកនៃអំពើមួយដែលជាអកុសលវិបាកដែលវាត្រូវឲ្យផលយើងនៅក្នុងពេលឥឡូវហ្នឹងហើយវាអាចថាមកពីយើងខ្លួនឯងហ្នឹងធ្វើនៅអំពើណាមួយដែលអ្នកដទៃពេលបច្ចុប្បន្នហ្នឹងគេអត់ចូលចិត្តអញ្ចឹងអាវិបាកកម្មនេះវាហុចផលឲ្យវាសមជាមួយនឹងអាចិត្តគេមិនត្រូវពេលបច្ចុប្បន្នផងនាំមកគេនិយាយនាំមកគេថានាំអីយើងទៅសិក្សាយើងទៅស្វែងយល់វិញអារឿងគេថារឿងគេរិះគន់រឿងអីហ្នឹងរឿងបាបរបស់មាត់គេហើយវាថាបើសិនជាយើងគិតមើលទៅយើងថាអាចមកពីវិបាកកម្មរបស់យើងផងប៉ុន្តែសួរថាផលនៃអំពើល្អដែលយើងបានធ្វើនេះគឺវាបាត់ទេវាអត់បាត់តាណាទេអំពើល្អរបស់យើងគឺវានៅតែជាអំពើល្អរបស់យើងវាអត់ចាំបាច់ផ្លាស់ប្ដូរកែប្រែតាណាតន័យតាមរយៈគំនិតដែលយើងគិតហ្នឹងទេគឺវានឹងឲ្យផលជាអំពើល្អហ្នឹងឯងឲ្យផលតាមរយៈអ្វីដែលយើងបានធ្វើហ្នឹងបើយើងជួយគេអញ្ចឹងឲ្យផលគេស្រឡាញ់គេគោរពអាចទៅបើនៅក្នុងផ្នែកអ្នកដតីក្រៅអំពីមនុស្សដែលយើងជួយនេះគេគិតថាឲ្យយើងសំដែងយើងអីអាហ្នឹងវាជាវិបាកកម្មរបស់គេទៅវាជារឿងបាបថ្មីរបស់គេដែលគេពងធ្វើទៅប៉ុន្តែអ្វីដែលយើងបានធ្វើហើយនេះវាជារឿងល្អវាជារឿងដែលយើងគួរនឹងយកចិត្តទុកដាក់ហើយយើងចេះតែឆ្ងល់ថាហេតុអីបានខ្ញុំធ្វើល្អហើយហេតុអីបានគេមិនស្រឡាញ់គេមិនចូលចិត្តខ្ញុំអញ្ចឹងថាជួនកាលមនុស្សអាក្រក់មិនមែនមកត្រេកអរជាមួយអំពើល្អដែលយើងបានធ្វើឯងមនុស្សអាក្រក់តើតែយើងធ្វើអាក្រក់ដូចគេបានគេសប្បាយចិត្តអញ្ចឹងជួនកាលមនុស្សនោះវាអាចថាល្អដែរតែជួនកាលអាចថាមកពីយើងនឹងជាមនុស្សម្នាក់ដែលគាត់មិនពេញចិត្តអញ្ចឹងបើសិនបើយើងចង់បានអាសេចក្តីសរសើរការលើកតម្កើងពីសំណាក់គាត់នឹងគឺវាអត់អាចទៅរួចព្រោះគាត់អត់ពេញចិត្តយើងស្រាប់អញ្ចឹងអាត្រង់កន្លែងគឺយើងត្រូវយល់យើងត្រូវស្វែងយល់ស្អីក៏ដោយវាកើតឡើងវាមានហេតុរបស់វាមិនមែនចេះតែកើតឡើងទេដូចព្រះសម្មាសម្ពុទ្ធព្រះអង្គទៅប្រោសអង្គលីមីលជាដើមខ្វះមនុស្សថាព្រះអង្គទៅអញ្ចឹងទៅប្រកាសជាអង្គលីមីលសម្រាប់អីអញ្ចេះអញ្ចោះប៉ុន្តែព្រះអង្គដឹងអំពីឧបនិស្ស័យព្រះអង្គដឹងថាអ្វីដែលព្រះអង្គបានធ្វើនោះគឺដើម្បីជួយមនុស្សដើម្បីជួយឲ្យអង្គលីមីលបានសម្រេចនូវគុណធម៌ហើយឈប់ទៅកាប់សម្លាប់គេយកម្រាមដៃយកមកដោតពាក់នឹងកទៀតចឹងដល់ពេលព្រះអង្គដឹងពីគោលការណ៍របស់ខ្លួនឯងដែលខ្លួនឯងទៅធ្វើហ្នឹងគឺដើម្បីផលប្រយោជន៍នៃអង្គលីមីលហ្នឹងព្រះអង្គអត់មានរុញរារឿងដើរចូលទៅដើម្បីប្រោសអង្គលីមីលនៅក្នុងព្រៃហ្នឹងទេតែមនុស្សទាំងឡាយដែលមិនយល់អំពីគោលបំណងរបស់ព្រះអង្គអ្នកខ្លះគេភ័យផងអ្នកខ្លះគេនិយាយអញ្ចេះនិយាយអញ្ចោះផងអញ្ចឹងបើយើងទៅឃើញអំពីអាត្រង់កន្លែងហ្នឹងយើងឃើញថាព្រះអង្គនិមន្តទៅគឺនិមន្តទៅដោយគោលការណ៍គឺទៅប្រោសនៅអង្គលីមីលហ្នឹងឯងអញ្ចឹងយើងស្វែងយល់ត្រង់កន្លែងនេះយើងអាចឃើញអំពីមួយចំណែកដែលថាការដែលធ្វើហ្នឹងគឺយល់អំពីតម្លៃនៃអំពើដែលខ្លួនឯងធ្វើហ្នឹងគឺថាដើម្បីជួយមនុស្សអត់ខ្វល់រឿងអ្នកស្រុកថាអត់អីទេអញ្ចឹងអំពើល្អដែលព្រះអង្គបានធ្វើហ្នឹងគប់ជួនព្រះអង្គមានញៀនដឹងថាអង្គលីមីលហ្នឹងត្រូវព្រះអង្គទៅប្រោសអញ្ចឹងដល់ពេលព្រះអង្គទៅប្រោសទៅបានសម្រេចគុណធម៌បានអីទៅឈប់ទៅសម្រាប់មនុស្សសម្រាប់អីទៀតអញ្ចឹងដែរអានេះយើងត្រូវយល់អំពីអ្វីដែលយើងបានធ្វើហ្នឹងតើវាសំខាន់យ៉ាងណាវាជួយជំរុញឲ្យមនុស្សហ្នឹងខ្លាយមកជាមនុស្សល្អដោយរបៀបណាវាអត់ចាំបាច់យើងនឹងទៅអង្គុយ
កើតទុកកន្ទុកកន្ទិញព្រោះគេស្រែកហាមដោយព្រះអង្គពេលដែលព្រះអង្គចូលទៅប្រោសអង្គុលីមីលប្រជាជននាំគ្នាហាមព្រះអង្គតែព្រះអង្គកុំចូលទៅអីចោលនឹងកាចណាតែចូលទៅនឹងចោលនឹងគឺប្រកាសទៅជាសម្លាប់ព្រះអង្គអត់ខានទេប៉ុន្តែព្រះសម្មាសម្ពុទ្ធទឹកចិត្តមេត្តារបស់ព្រះអង្គដែលព្រះអង្គចូលទៅនឹងព្រះអង្គចូលទៅដើម្បីប្រោសទោះបីចូលទៅហើយអង្គុលីមីលដេញកាប់ព្រះអង្គក៏ព្រះអង្គមិនបានរែកចិត្តមិនបានត្រឡប់ថយក្រោយទៅអញខំមកជួយហើយអង្គុលីមីលមិនដឹងគុណបែរជាដេញកាប់អញទៅវិញអញ្ចឹងព្រះអង្គមិនមែនមានគំនិតនឹងគិតឡើងទេព្រោះព្រះអង្គដឹងតែអង្គុលីមីលត្រូវការព្រះអង្គប្រោសអញ្ចឹងត្រឡប់មកបញ្យល់ឲ្យញាតិញោមទាំងអស់គ្នាយល់ត្រង់កន្លែងហ្នឹងថាចំណែកនៃអំពើល្អរបស់យើងហ្នឹងទោះបីជាអ្នកដែលយើងកំពុងតែជួយនឹងមិនឃើញអំពីតម្លៃនៃអំពើល្អរបស់យើងក៏ត្រូវតែធ្វើដែរព្រោះហេតុអីវាជាចំណែកនៃការជួយគាត់វាមិនមែនដើម្បីបានអីមកយើងហ្នឹងគឺអញ្ចឹងហើយមនុស្សល្អនិងអ្នកដែលធ្វើឲ្យសង្ឃឹមផលអំពីអំពើល្អរបស់ខ្លួនឯងគឺខុសគ្នាមនុស្សដែលសង្ឃឹមផលតបស្នងពីអ្វីដែលខ្លួនឯងបានធ្វើហើយមិនយូរមិនឆាប់ទេគឺនឹងកើតទុក្ខបន្ទាប់អំពីអ្វីដែលខ្លួនឯងបានធ្វើហ្នឹងប៉ុន្តែបើសិនជាមនុស្សម្នាក់ហ្នឹងជាមនុស្សដែលធ្វើដោយយល់ថាអំពើល្អហ្នឹងខ្លួនឯងត្រូវតែធ្វើអញ្ចឹងទោះបីគេដឹងគុណក្តីគេមិនដឹងគុណក្តីថ្ងៃក្រោយទៅគេរិះគន់គេមើលងាយគេយកអំពើល្អរបស់ខ្លួនឯងនឹងយកទៅដើរនិយាយជិះជាន់ឈ្លានពានយ៉ាងណាក៏អត់អាចឲ្យមនុស្សម្នាក់ហ្នឹងខូចចិត្តព្រោះតែគេមិនឲ្យតម្លៃអំពើល្អដែលខ្លួនឯងបានធ្វើដែរព្រោះមនុស្សម្នាក់ហ្នឹងគឺយល់តម្លៃដោយព្រះអរហន្តខៃណាស្របអញ្ចឹងទៅបញ្យលធម៌គេពួកនិក្រន់ពួកអចែលអីមិនមែនមកត្រេកអរនឹងការទៅផ្សព្វផ្សាយធម៌ពីសំណាក់នៃអគ្គសាវកឬមួយក៏ព្រះអរហន្តអង្គផ្សេងដែលលោកទៅសម្ដែងធម៌បញ្យលពុទ្ធបរិស័ទហ្នឹងទេអញ្ចឹងគេរិះគន់តែសុទ្ធតែលោកកើតទុកជាមួយនឹងរឿងគេរិះគន់ហ្នឹងលោកមិនទៅកើតទុកលោកមិនទៅខ្វាយខ្វល់លោកមិនទៅដេកពិបាកចិត្តទេព្រោះហេតុអីព្រោះលោកមិនសង្ឃឹមផលលោកទៅលោកដោយអត្តន័យនៃការផ្ដល់ឲ្យលោកទៅបញ្យលលោកទៅណែនាំលោកទៅប្រាប់មនុស្សឲ្យធ្វើល្អបើមនុស្សនឹងធ្វើល្អវាជាផលរបស់អ្នកនឹងផ្ទាល់វាអត់មានបានល្អអីមកលោកទេលោកនៅតែល្អលោកធម្មតាអញ្ចឹងបើយើងឃើញពីត្រង់កន្លែងហ្នឹងយើងទៅសិក្សាមើលមនុស្សគ្រប់គ្នាមិនមែនសុទ្ធតែអាចធ្វើបានត្រង់កន្លែងចំណុចដែលព្រះអរហន្តលោកទៅហ្នឹងទេព្រោះនៅក្នុងដំណើរនៃការធ្វើដំណើររបស់លោកគឺមានឧបសគ្គច្រើនណាស់អញ្ចឹងតលតអ្នកដែលមានកម្រិតចិត្តខ្ពស់ទើបអាចធ្វើបានត្រង់កន្លែងហ្នឹងហើយយើងទៅមើលពីប្រភពបញ្ហាវិញប្រភពបញ្ហាគឺស្ថិតនៅលើចិត្តមនុស្សដែលធ្វើហើយគេរិះគន់បន្តិចបន្តួចរត់ចោលអំពើល្អក៏ព្រោះតែមកពីចិត្តរបស់ខ្លួនឯងហ្នឹងឯងគ្រប់គ្រងអត់បានល្អហើយចំពោះមនុស្សដែលធ្វើអំពើល្អហើយគេរិះគន់គេមិនទៅសើអាចនៅមួយកន្លែងបានមិនទៅតបតមិនទៅបតិចផ្ដាសាជាមួយគេវិញគឺស្ថិតនៅលើផ្លូវចិត្តដូចគ្នាអញ្ចឹងមួយកម្រិតចិត្តជាមនុស្សធម្មតាមួយទៀតកម្រិតចិត្តជាព្រះអរហន្តដូចថាពុទ្ធជនយើងធម្មតាតែជួយឲ្យគេមិនដឹងគុណគេមិនអីឬក៏គេនិយាយអីបន្តិចបន្តួចចាប់ផ្ដើមមានចិត្តអាកពើវិញបឹងអញជួយឲ្យមិនដឹងគុណអញជួយវាឲ្យមិនបានរីកចម្រើនស្អីផងឲ្យវាមករិះគន់វាមកធ្វើអញ្ចឹងដាក់អញអីអានេះកម្រិតចិត្តធម្មតាតែបើសិនជាក្នុងចិត្តរបស់ព្រះអរិយបុគ្គល
ក្នុងចិត្តរបស់ព្រះអរហន្តបើជួយឲ្យគេមិនដឹងគេជេរអាហ្នឹងវាជារឿងបាបថ្មីរបស់គេហើយលោកលឺអាសំឡេងដែលគេជេរហ្នឹងវាជាវិបាកកម្មរបស់លោកប៉ុន្តែលោកទុកកើតទុកលោកទៅពិបាកចិត្តទេអត់ទេអាចจะថាលោកគ្រាន់តែញញឹមអីអញ្ចឹងទៅហេតុតែបានលោកញញឹមមកតែអំពីលោកដឹងថាអ្វីដែលលោកបានធ្វើនេះគឺជាប្រយោជន៍ហើយបាបប្រកម្មដែលនាំឲ្យលោកទៅធ្លាក់នរកព្រោះការជេរព្រះអរហន្តហ្នឹងគឺលោកលែងមានទៀតហើយលោកអាចថាញញឹមគឺព្រោះតែឃើញអំពីហេតុអញ្ចឹងហើយមែនតែនៅក្នុងទស្សនៈនៃព្រះអរិយបុគ្គលទាំងឡាយមនុស្សដែលធ្វើអាក្រក់នឹងឯងដូចជាមនុស្សដែលលោកត្រូវអាណិតជាងគេហេតុអីព្រមមនុស្សដែលធ្វើអំពើអាក្រក់នឹងឯងទៅធ្លាក់ក្នុងនរកសោយទុក្ខវេទនាត្រូវពួកនិរយបាលទាំងឡាយកាប់សម្លាប់អីជាដើមព្រោះតែអំពើដែលខ្លួនឯងធ្វើមិនដឹងនឹងឯងវាប្រៀបធៀបដូចជាមនុស្សម្នាក់ដែលមិនស្គាល់ដែកក្តៅដែលគេយកទៅដុតនៅក្នុងឡអញ្ចឹងទៅចាប់កាន់ពឹបក្តៅអាលៀកដៃហើយរវាងមនុស្សម្នាក់ដែលដឹងគ្រាន់តែប៉ះទៅវាអាលៀកដែរប៉ុន្តែវាមិនសូវអាលៀកទេគ្រាន់តែថាត្រឹមពងអីបន្តិចបន្តួចតែបើចំពោះមនុស្សម្នាក់ទៀតមិនដឹងសោះទៅចាប់ដៃក្តៅអញ្ចឹងអត្រានៃការរលាកគឺខុសគ្នាអញ្ចឹងអ្នកដែលមិនដឹងទៅចាប់នឹងឯងវារលាកដៃនឹងខ្លាំងមែនតើអញ្ចឹងក្នុងទស្សនៈរបស់ព្រះអរិយបុគ្គលលោកអាណិតនឹងលោកអាណិតអ្នកដែលទៅចាប់ដុំដៃក្តៅទាំងមិនដឹងនោះគឺលោកអាណិតខ្លាំងព្រោះហេតុអីអ្នកដែលមិនដឹងនឹងឯងដែលតែជាធ្វើបាបហើយអ្នកមិនដឹងនឹងឯងដែលអ្នកតែងតែប្រព្រឹត្តនៅអនន្តរិយកម្មអ្នកដែលមិនដឹងនឹងឯងជាអ្នកដែលតែងតែប្រព្រឹត្តនៅអកុសលធម៌បើដឹងហើយលោកលែងអាណិតឲ្យវាប្រៀបធៀបដូចជាមនុស្សម្នាក់ដែលទៅចាប់ដៃក្តៅទាំងខ្លួនឯងដឹងអញ្ចឹងទោះបីចាប់មែនអាលៀកមែនក៏វាអាលៀកតិចដែរតែបើប្រៀបធៀបមនុស្សម្នាក់ដែលអត់ដឹងសោះតើវាលាកខ្លាំងប៉ុណ្ណានឹងនៅក្នុងទស្សនៈនៃព្រះអរិយបុគ្គលគឺលោកគិតអញ្ចឹងលោកគិតអាណិតជាងគេគឺអ្នកដែលធ្វើអំពើអាក្រក់នឹងឯងព្រោះអ្នកដែលធ្វើអំពើអាក្រក់នឹងឯងដែលជាអ្នកដែលមិនងាយនឹងរួចចេញចាកអំពីដំណើរនៃសង្សារវដ្តព្រោះតែការមិនដឹងហ្នឹងអញ្ចឹងក្នុងទស្សនៈនៃព្រះអរិយបុគ្គលលោកអាណិតជាងគេតែបើសិនជាមនុស្សយើងធម្មតាបុថុជនធម្មតាងាប់អាមនុស្សអាក្រក់អញ្ចឹងទៅអាណិតវាស្អីមានតែដាក់ទំនាយថែមមានតែបតិចមានតែផ្ដាសាតែព្រះអរហន្តលោកអត់ទេព្រោះឃើញថាហេតុតែមនុស្សល្ងងទៅមនុស្សធ្វើខុសអញ្ចឹងមិនលោកព្យាយាមបញ្យលព្យាយាមប្រោសដោយព្រះសម្មាសម្ពុទ្ធអីវិញព្រះអង្គពុទ្ធកិច្ចរបស់ព្រះអង្គទាំង5ញាតិញោមទៅសិក្សាមើលគ្មានពេលណាមួយដែលព្រះអង្គសម្រាប់មានពេលទៅអង្គុយទៅជែកលេងឲ្យអត់ប្រយោជន៍ទេយ៉ាងព្រះអង្គព្យាយាមបំពេញនៅពុទ្ធកិច្ចទាំងឡាយគឺដើម្បីប្រោសពួកសត្វទាំងឡាយហ្នឹងឯងអញ្ចឹងបានឲ្យញាតិញោមសិក្សាឲ្យញាតិញោមស្វែងយល់ពីត្រង់កន្លែងហ្នឹងថាអ្វីដែលយើងបានធ្វើល្អហើយនឹងវាអត់បាត់តាណាទេរឿងអំពើល្អដែលយើងបានធ្វើហ្នឹងប៉ុន្តែអ្វីដែលចេះតែនាំឲ្យយើងកើតទុកហ្នឹងព្រោះតែយើងទៀមទាទេអាការទៀមទាហ្នឹងជាអីជាតួនៃកលេសហើយយើងចង់ឲ្យរឿងទាំងឡាយមិនដូចកលេសរបស់យើងចង់តទៅពេលគេនោះគេចង់ឲ្យដូចកលេសគេដែរកើតជារឿងរ៉ាវត្រង់កន្លែងដែលទីយើងឃើញថាអ្វីដែលជាទូប្រាថ្នាចង់បានរបស់យើងនឹងវាជាទូកលេសហ្នឹងកន្លែងហ្នឹងគឺយើងអាចកាត់បន្ថយបានខ្លះមិនមែនបានន័យថាមិនឲ្យយើងប្រាថ្នាការសរសើរការអីប៉ុន្តែយើងធ្វើនឹងឲ្យយើងយល់ពីគោលការណ៍ឲ្យយើងយល់ថាអ្វីដែលយើងបានធ្វើទាំងបានហ្នឹងគឺធ្វើគឺដើម្បីខ្លួនយើងល្អ
វាអត់មានទៅដើម្បីណាល្អគឺធ្វើដើម្បីខ្លួនឯងល្អហើយផលហ្នឹងវាទៅណាផលហ្នឹងវាបានមកយើងហើយយើងធ្វើបុណ្យឬក៏ជួយគេទៅរៀងប្រាថ្នាបន្តិចទៅប្រាថ្នាបានវាមិនសូវអីដល់ពេលប្រាថ្នាមិនបានវាមិនបានដូចកលេសរបស់ខ្លួនឯងចង់កើតទុកសួរកើតទុកហ្នឹងមកពីណាមកពីយើងជួយគេឬមួយក៏មកពីណាមកតែពីយើងប្រាថ្នាមិនមែនមកពីយើងជួយគេទេអាយើងជួយគេហ្នឹងវាអត់មានទៅឲ្យយើងកើតទុកណាតែអាទូប្រាថ្នារបស់យើងនឹងឯងដែលនាំឲ្យយើងកើតទុកហើយរវាងរបស់ពីររបស់មួយយើងប្រាថ្នាចង់បានរបស់មួយទៀតយើងអត់ប្រាថ្នាចង់បានរវាងទាំងរបស់ទាំងពីរហ្នឹងមួយណានាំឲ្យយើងកើតទុកគឺប្រកាសទៅជាអារបស់ដែលយើងប្រាថ្នាចង់បានហ្នឹងឯងដែលនាំឲ្យយើងកើតទុកវាមិនខុសអីអំពីរឿងកូនទេយើងចង់ប្រាថ្នាឲ្យកូនរបស់យើងនឹងខ្លាចទៅជាមនុស្សល្អប៉ុន្តែដល់ទៅពេលកូនវាអត់ល្អវាមិនបានល្អដូចចិត្តប្រាថ្នារបស់យើងមិនកើតទុកចុះរឿងកើតទុកនេះវាមកពីណាមកពីកូនឬក៏មកពីចិត្តរបស់យើងមកពីចិត្តរបស់យើងចិត្តរបស់យើងចង់អីចង់ឲ្យគេល្អដល់ពេលគេមិនល្អដោយអ្វីដែលខ្លួនឯងចង់ចាប់ផ្ដើមខូចចិត្តចុះអាតួចង់អីតួកលេសហ្នឹងតណ្ហាហ្នឹងចង់ឲ្យគេល្អចុះបើគេអត់ល្អវាអាក្រក់យើងហ៎ថាវាមិនអាក្រក់យើងទេអាគេមិនល្អរឿងរបស់គេទេយើងបង្កើតគេមកយើងបង្កើតបានតែរាងកាយយើងមានបង្កើតចិត្តគំនិតគេបានណាប៉ុន្តែបើយើងដឹងអាត្រង់កន្លែងហ្នឹងយើងបំពេញទទួលនាទីរបស់យើងជាម្ដាយទៅគ្រាន់តែណែនាំគ្រាន់តែប្រាប់គ្រាន់តែបញ្យល់ទៅវាចប់រឿងដែរតែបើយើងចេះតែបន្ថែមសេចក្តីទុកឲ្យខ្លួនឯងនៅយើងប្រាថ្នាឯងចង់ចេះចង់ឲ្យវាចុះតែវាអត់បានដូចជាអ្វីដែលខ្លួនឯងចង់អញ្ចឹងយើងទៅមើលពីប្រភពបញ្ហាមកពីកូនឬមកពីណាមកពីយើងខ្លួនឯងចឹងតែបង្កបញ្ហាឲ្យខ្លួនឯងរហូតចឹងចេះដេកកើតទុកចេះតែដេកខ្វល់ខ្វាយតែចេះអញ្ចុះដល់ពេលទៅមើលទៅមកពីណាមកពីចិត្តរបស់យើងសោះហ្នឹងអញ្ចឹងហើយអ្វីដែលយើងបានធ្វើហ្នឹងគឺជារឿងដែលយើងសំទុកឲ្យខ្លួនឯងរហូតដល់ពេលដែលយើងទុកខ្លាំងមែនតែនទៅអត់បាយអត់ទឹកដោយសារតែអារឿងយើងសំសេចក្តីទុកហ្នឹងសំដាក់ទៅក្នុងចិត្តរបស់យើងហ្នឹងអញ្ចឹងបានញាតិញោមត្រូវរៀនទៅសាយចិត្តធ្វើអីមិនមែនបានន័យថាមិនឲ្យញាតិញោមប្រាថ្នាដែរបើមិនទាន់យល់ទេប្រាថ្នាឲ្យប្រាថ្នាទៅប៉ុន្តែឲ្យយើងទៅស្វែងយល់ថាអ្វីដែលយើងបានធ្វើហ្នឹងគឺធ្វើក្នុងនាមជាទួនាទីវាជិះទៅវាមិនរួចដែលយើងត្រូវពេញកាតព្វកិច្ចប៉ុន្តែបើយើងចិញ្ចឹមកូនចិត្តមួយចង់ឲ្យគេដូចជាអ្វីដែលយើងបានគិតហ្នឹងអាតួកលេសរបស់យើងគិតហ្នឹងគឺវានឹងនាំឲ្យយើងនឹងឈឺក្បាលហាលងៀតដេកមលក់បក់មិនឡើយព្រោះតែអារឿងកលេសខ្លួនឯងចង់ហ្នឹងអញ្ចឹងហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទូលមានសាវកទូលមានក្នុងន័យទៅជាគ្រូណែនាំបញ្យលប្រាប់បង្ហាញដាក់ទោសអីអញ្ចឹងទៅតែសួរថាព្រះអង្គដែលទៅកើតទុកព្រោះរឿងសាវកទាំងឡាយឆ្លោះគ្នាដូចភិក្ខុកោ32វិញឆ្លោះគ្នាបែកទឹកបែកដីព្រះអង្គមានដែលទៅកើតទុកហ៎អត់ទេព្រះអង្គមិនដែលទៅកើតទុកព្រោះរឿងភិក្ខុកោ32ឆ្លោះគ្នាឯណាឯណីអត់ទេប៉ុន្តែព្រះអង្គក្នុងនាមជាគ្រូព្រះអង្គប្រាប់ផ្ដាំតាមរយៈព្រះអនន្តមកឲ្យភិក្ខុទាំងឡាយរួបរวมគ្នាឲ្យវិខុទាំងឡាយឈប់ឆ្លោះគ្នាអីចឹងទៅដល់ពេលគេអត់ស្ដាប់អាហ្នឹងរឿងរបស់គេព្រះអង្គមានតែកើតទុកឈឺក្បាលហាលងៀតអីបើគេមិនស្ដាប់ដើរចេញចាំបានព្រះអង្គទៅគង់នៅក្នុងព្រៃប៉ាឡៃសុកចិត្តទៅនៅជាមួយដំរីជាមួយស្វានោះឃើញអាហ្នឹងយើងទៅឃើញអំពីត្រង់កន្លែងហ្នឹងប្រភពបញ្ហាមែនតែនវាអត់មិនមែនមកពីយើងទៅជួយកូនឬក៏ទៅជួយអ្នកដតីបាញ់យើងត្រូវខូចចិត្តយើងទៅ
ពិបាកចិត្តត្រូវគេរិះគន់គេអីមែនទេមិនមកពីរឿងហ្នឹងឯងមកតែអាពីចិត្តរបស់យើងចង់អាទូតណ្ហាហ្នឹងឯងដែលបង្កើតសេចក្តីទុក្ខផ្លូវចិត្តឲ្យយើងអញ្ចឹងត្រូវរៀនព្រមថាអ្វីដែលយើងបានជួយហ្នឹងគឺជួយក្នុងន័យគោលបំណងឲ្យជួយមនុស្សឲ្យរួចផុតពីកន្លែងដែលលំបាកអញ្ចឹងទៅដូចសត្វអញ្ចឹងពងលងទឹកទៅជួយគ្នាឲ្យបាត់លងទឹកអញ្ចឹងទៅស្រង់គ្នាដាក់លើគោកអញ្ចឹងទៅឲ្យគ្នារស់ជីវិតតទៀតទៅហើយអត់មានទៅទៀមទាអីចង់បានអីពីសត្វហ្នឹងឲ្យមកដឹងគុណខ្លួនឯងឲ្យមកតាមជួយខ្លួនឯងអត់ទេអានេះធ្វើអញ្ចេះគឺវាអត់បន្ថែមសេចក្តីទុក្ខឲ្យខ្លួនឯងវាអត់បន្ថែមការខ្វល់អញ្ចឹងយើងរស់នៅជាសុខ